នារសៀលថ្ងៃប្រហ័ស13កើតខែចេត្រឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី10ខែមេសាឆ្នាំ2025នៅទីស្តីការក្រសួងឯកឧត្តមឆៃរតិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនិងផែនការសកម្មភាពចុះធ្វើសិក្ខាសាលាបណ្ដុះបណ្ដាលដើម្បីជំរុញការងារកំណត់អត្តសញ្ញាណនិងការងារអភិវឌ្ឍជនជាតិដើមភាគតិចនៅក្នុងខេត្តគោលដៅនៃព្រះរាជាណាចក្រកម្ពុជាកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការអគ្គនាយករងប្រធាននាយកដ្ឋានថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការជំនាញនៃនាយកដ្ឋានអភិវឌ្ឍជនជាតិភាគតិចជាកិច្ចចាប់ផ្ដើមឯកឧត្តមបានបុរដ្ឋអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុបានធ្វើកិច្ចអន្តរាគមន៍ស្ដីពីទួលនីតិភារកិច្ចរបស់នាយកដ្ឋាននិងការធ្វើបទបង្ហាញអំពីសមិទ្ធផលដែលនាយកដ្ឋានសម្រេចបាននាពេលកន្លងមកដោយលោកស្រីនួនមនីចិន្តាប្រធាននាយកដ្ឋានអភិវឌ្ឍជនជាតិភាគតិចបន្ទាប់ពីស្ដាប់កិច្ចអន្តរាគមន៍និងបទបង្ហាញរួចមកឯកឧត្តមឆៃរតិសែនបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីជំនាញទាំងអស់ដែលខិតខំបំពេញការងារឲ្យសម្រេចបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ព្រមទាំងបានផ្ដល់ឱកាសជូនអង្គប្រជុំផ្ដល់មតិយោបល់ដែលជាធាតុចូលលើនីតិវិធីនៃការចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចដើម្បីពន្លឿនការអនុវត្តការងារនេះឲ្យកាន់តែឆាប់រហ័សនិងទទួលបានជោគជ័យសូមបញ្ជាក់ជូនថាគិតត្រឹមខែមីនាឆ្នាំ2025នេះក្រសួងអភិវឌ្ឍជនបទបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចបានចំនួន213សហគមន៍ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចសរុបចំនួន455សហគមន៍ដែលមាននៅក្នុងខេត្តគោលដៅទាំង15នៅក្នុងប្រទេសកម្ពុជារួមមានខេត្តរតនគិរីមណ្ឌលគិរីក្រចេះព្រះវិហារកំពង់ធំស្ទឹងត្រែងឧត្តរមានជ័យកំពង់ចាមពោធិ៍សាត់កំពង់ស្ពឺកោះកុងបាត់ដំបងព្រះសីហនុបន្ទាយមានជ័យនិងខេត្តសៀមរាប